បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយបងប្អូនពាក់ព័ន្ធទៅនឹងការចិញ្ចឹមមាន់ស្រែតាមផ្ទះរបស់យើងបងប្អូនអញ្ចឹងយើងមកទស្សនាកំសាន្តពាក់ព័ន្ធទៅនឹងការដាក់ចិញ្ចឹមដាក់ចំណីមាន់ចំមាន់ស្រែតាមផ្ទះយើងគ្រាន់តែជាការកំសាន្តអីចឹងណាបងប្អូនយើងអត់ចិញ្ចឹមនេះចិញ្ចឹមមិនជាលក្ខណៈធំដុំអីបងប្អូនគឺយើងចិញ្ចឹមតិចតួចទេ50-60បាល់អីចឹងបងប្អូននៅផ្ទះចឹងណាគ្រាន់តែជាការកំសាន្តរបស់យើងហើយយើងទស្សនាទៅវីដេអូរបស់ខ្ញុំដាក់ចំណីមាន់នេះគឺចំណីមាន់ពេលល្ងាចណាដែលយើងចេញពីធ្វើការមកយើងបានមាន់ហ្នឹងគ្រាន់យើងដាក់ចំណីដាក់អីចឹងលេងកំសាន្តចឹងទៅបងប្អូនគ្រាន់ជាការកំសាន្តអារម្មណ៍ចឹងណាហើយពាក់ព័ន្ធទៅនឹងរដូវនេះវាជារដូវភ្លៀងចឹងបងប្អូនចឹងវារៀងពិបាកបន្តិចពាក់ព័ន្ធទៅនឹងការចិញ្ចឹមមាន់របស់យើងណាអញ្ចឹងការថែទាំយើងត្រូវតែមានការប្រុងប្រយ័ត្ននិងដាក់ចំណីអីឲ្យបានទៀងទាត់អីអញ្ចឹងទៅបងប្អូនដោយសារខែនេះវាងាយនឹងរងផលប៉ះពាល់ពីអាកាសធាតុភ្លៀងរហូតបងប្អូនតាំងពីនៅខ្ជុំយើងមកហ្នឹងគឺថាអត់ភ្លៀងអត់មានដាច់មួយថ្ងៃទេហើយមាន់របស់ខ្ញុំវាធ្វើឲ្យអញ្ចឹងវាអត់សូវជាបញ្ហាទេហើយប៉ុន្តែបើសិនជាសម្រាប់កូនមាន់គឺវាពិបាកដែរបងប្អូនកូនមាន់ណាវាស្ញោអញ្ចឹងណាប៉ុន្តែវាសាមាន់ខ្ញុំនេះវាធំហើយអាតូចដែលយើងឃើញនោះទើបតម្លាក់មកក្រោយទៀតវាមានអាយុមួយខែបងប្អូនអញ្ចឹងវាដុះឡាប់ដល់អីចិត្តអញ្ចឹងយើងអាចលែងវាបានណាដូចបងប្អូនបានឃើញអាប៉ុនកដៃនោះគឺវាបានជិត20មាន់ទៀតអញ្ចឹងឥឡូវនេះខ្ញុំប្រឡែងវាមកហើយប៉ុន្តែយើងការប្រឡែងមកយើងគឺយើងអត់ប្រឡែងជាមួយអាធំបងប្អូនកាលណាយើងប្រឡែងជាមួយអាធំគឺវាស្ញោអាធំចឹកឬក៏វាស៊ីចាញ់គេអញ្ចឹងណាអញ្ចឹងឃើញវាអត់ធំទេអញ្ចឹងខ្ញុំប្រវែកខណ្ឌវាជា2អាតូចមួយខែនោះខ្ញុំដាក់ផ្សេងអញ្ចឹងទៅហើយអាធំនេះខ្ញុំដាក់ផ្សេងអញ្ចឹងបងប្អូនចឹងជាបទពិសោធន៍របស់ខ្ញុំបើកន្លងមកខ្ញុំចំអត់ប្រវែកវាជា2ជា3ផ្នែកអញ្ចឹងទេគឺវាអត់បានផលបងប្អូនគឺវាទី1វាអាធំចឹកស្ញោពេលខ្លះចឹកដងងាប់អញ្ចឹងបងប្អូនប៉ុន្តែពេលយើងចំប្រវែកចេះវាផលអត្ថប្រយោជន៍ច្រើនអញ្ចឹងទី1វាបានស៊ីចំណីគ្រប់គ្រាន់ទី2វាអត់ស្ញោអត់មានគេចឹកទី3វាឈឺអីតិចតួចអីយើងមើលដឹងអញ្ចឹងណាអញ្ចឹងយើងចំប្រវែកអញ្ចឹងវាល្អដែរអញ្ចឹងបងប្អូនហើយមាន់របស់ខ្ញុំនេះជា3ដំណាក់កាលនៅអាធុងលើនោះអាទូនោះអានោះផ្សេងអានោះទឹកញាស់អីអញ្ចឹងបងប្អូនហើយញាស់ហើយបានមួយខែបានខ្ញុំតម្លាក់មកដីអញ្ចឹងណាដើម្បីឲ្យវាឆាប់ធំមាន់ប្លែកលឿនណាដល់ពេលដែលវាប្រព័ន្ធកដៃហ្នឹងយើងតម្លាក់មកដីហើយគឺវាចាប់ផ្ដើមស្ទុះហ្មងបងប្អូនវាត្រូវដីណាហើយយើងដាក់ចំណីដាក់អីវាស៊ីទៅពាក់ព័ន្ធនឹងចំណីរបស់ខ្ញុំដាក់ហ្នឹងភាគច្រើនគឺស្រូវហើយនឹងគ្រាប់ពោតអញ្ចឹងបងប្អូនហើយពាក់ព័ន្ធនឹងចំណីលាយវាមួយទឹក2ដងទេលាយទៅទូហើយចំណីក៏យើងប្រើទឹកមែនតើអញ្ចឹងបងប្អូនដោយសារយើងចំមាន់នេះលក្ខណៈថាមាន់សែអញ្ចឹងណាអញ្ចឹងយើងអត់ចំដូចគេចំលក់3ខែលក់អីទេគឺយើងចំតាមធម្មជាតិរបស់យើងប៉ុន្តែមាន់នេះ3ខែគឺយើងបានលក់ដូចគ្នាបងប្អូនបានហូបដូចគ្នាអញ្ចឹងណាធំណាអញ្ចឹងតែសានលើយើងដាក់កពោតគឺវាជាចំណីប្រព័ន្ធល្អដែរបងប្អូនវាឆាប់ធំហើយសាច់លឿងល្អហើយវាតាច់ណែនទៀតបងប្អូនអញ្ចឹងណាហ្នឹងហើយនេះគឺយើងមានកអីចុងកចុងអីយើងបាចបន្ថែមអញ្ចឹងទៅហ្នឹងហើយបងប្អូនអញ្ចឹងពាក់ព័ន្ធនឹងការចិញ្ចឹមមាន់របស់បងប្អូនមិនដែរពាក់ព័ន្ធទៅនឹងការចំខែភ្លៀងណាបងប្អូនវាខែនេះពិបាកដែរមាន់យើងញាស់មកខែនេះក៏ពិបាកថែដែរខែភ្លៀងអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងបងប្អូនពាក់ព័ន្ធនឹងការចែកចម្លែកអំពីការដាក់ចំណីមាន់និងការចំមាន់នៅផ្ទះអីអញ្ចឹងណាបែបកំសាន្តអីចឹងបងប្អូនហើយការចំបែបលក្ខណៈគ្រួសារហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនអាចចំសាកទៅតាមហ្នឹងទៅការប្របែកវាអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនដែលបានទស្សនានិងជួយ Subscribe Channel YouTube របស់ខ្ញុំណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយជួយ Subscribe សម្រាប់វីដេអូ
ថ្មីៗដែលខ្ញុំចែកចម្លែកបន្តទៀតអញ្ចឹងបងប្អូនហ្នឹងហើយអរគុណច្រើនអញ្ចឹងបងប្អូនបានជំរាបលាអញ្ចឹងបាទ